បាទសួស្តីបងប្អូននិស្សិតសំណងស៊ីវិលនិងបងវិស្វករសំណងស៊ីវិលទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំចង់ចែករំលែក clip ខ្លីមួយទាក់ទងជាមួយនឹង quantity check out for finishing work បានន័យថាជាការប្រមូលបរិមាណសម្រាប់ការងារ deco ណានៅក្នុងនេះគឺខ្ញុំផ្ដោតទៅលើការងារការ៉ូអញ្ចឹងទាក់ទងជាមួយនឹងការងារការ៉ូនៅក្នុងអគារយើងមានជាប្រភេទការ៉ូបាតណាដែលយើងឃើញថាទំហំវាជាទូទៅដែលគេប្រើប្រាស់គឺ 6x6 ណាកម្រងខ្លះគេអាចប្រើដល់ 8x8 ណា 6x6 នេះបានន័យថាគឺជាមុខកាត់របស់ការ៉ូយើងទេណាគឺយើងជាទំហំ6តឹកគុណ6តឹកណាហើយតាក់ទងជាមួយនឹងការ៉ូបាផ្ទុកទឹកគឺទូទៅយើងប្រើប្រាស់ 3x3 ន័យថា3តឹកគុណ3តឹកណាហើយយើងមានជាប្រភេទការ៉ូជាងយើងប្រើវាទំហំ3តឹកគុណ6តឹកការ៉ូជើងជាងយើងអាចប្រើវាទាំង2តឹកគុណ6តឹកកន្លែងខ្លះគេអាចនឹងយកកម្រាស់ការ៉ូជើងជាងហ្នឹងឲ្យយើងស្ដើងមែនតើគេអាចយកតែមួយតឹកទៀតក៏មានដែរណាហើយតាក់ទងជាមួយនឹង map ក៏យើងប្រើប្រាស់ដែរនៅក្នុងអគាររបស់យើងគឺយើងទៅប្រើប្រាស់នៅទប់ទឹកច្រានបាយហើយនិងច្ដាណាដែលយើងឃើញរូបជាក់ស្ដែងនេះអញ្ចឹងលោកគ្រូយកបង្ហាញតាក់ទងជាមួយនឹងគម្រោងមួយចំនួនណាដែលគេបានរៀបការ៉ូហើយដូចយើងឃើញរូបនេះនេះគឺជាការ៉ូអញ្ចឹងណាការ៉ូអញ្ចឹងគឺយើងបិទភ្ជាប់ជាមួយនឹងលើអញ្ចឹងនេះម្ដងនេះយើងមានជាការ៉ូបាតយើងឃើញរូបណាការ៉ូបាតគឺយើងបិទនៅលើបាតនៃផ្ទៃប្លង់សេរបស់យើងហើយនៅក្នុងរូបនេះក៏បង្ហាញអំពីការ៉ូបាតដែរណាដែលយើងឃើញការរៀបចំមកគឺស្រស់ស្អាតមែនតើយើងមានជាការ៉ូ highlight ពណ៌ខ្មៅណាហើយយើងឃើញមានមួយខ្មៅមួយឆ្នូតចេះណាអានេះគឺជាការ៉ូជើងជាងណាដែលខុសពីការ៉ូជាងពីតែការ៉ូជាងគឺយើងរៀបពីលើជាងដល់លើហ្មងណាហើយដល់ពេលការ៉ូជើងជាងនេះគឺយើងបិទវាតែបន្តិចទេណាធ្វើអាចកម្ពស់វាថាពីទឹកឬក៏មួយទឹកអីចឹងណាដើម្បីការពារការជូតសម្អាតទេកុំឲ្យវាប៉ះប្រឡាក់ជាមួយនឹងថ្នាំជាងទៅខូចថ្នាំជាងយើងក្រៅហើយនេះគឺជា map ណាចឹង map គឺយើងបិទវានៅកន្លែងចដើណាដោយសារតែវាមានភាពស្ងួតណាចឹងវាការពារការរអិលណាសម្រាប់ការឡើងចដើអញ្ចឹងទៅណាហើយតាក់ទងជាមួយនឹងបន្ទប់ទឹកក៏យើងមានចំម៉ាបដែរដែលយើងឃើញរូបជាក់ស្ដែងណាចំម៉ាបហើយនេះគឺជាការ៉ូជាងបន្ទប់ទឹកណាយើងឃើញស្អាតស្រស់ស្អាតមែនតើណាក្នុងគម្រោងនេះអញ្ចឹងនៅក្នុងវីដេអូនេះលោកគ្រូធ្វើការបង្ហាញមួយអំពីការប្រមូលបរិមាណការងារ deco សម្រាប់ការងារការ៉ូហ្នឹងគឺលោកគ្រូផ្ដោតទៅលើបន្ទប់ទឹកទេហើយនេះគឺជាគម្រោងប្លង់ជាក់ស្ដែងដែលលោកគ្រូបានដកស្រង់យកមកធ្វើជាឧទាហរណ៍ណាដើម្បីធ្វើការប្រមូលកណនីបរិមាណការងារការ៉ូរបស់យើងហ្នឹងសម្រាប់បន្ទប់ទឹកណាចឹងនៅក្នុងប្លង់នេះដែរគឺយើងមាន3បន្ទប់ទឹកយើងឃើញជាក់ស្ដែងប៉ុន្តែលោកគ្រូសូមដកស្រង់យកបន្ទប់ទឹកមួយនេះដើម្បីមកធ្វើការប្រមូលបរិមាណការងារការ៉ូទាំងអស់គ្នាណាចឹងដើម្បីធ្វើការប្រមូលបរិមាណការងារការ៉ូដំបូងយើងធ្វើការបង្កើត layer យ៉ាងសិនមកចឹងលោកគ្រូបង្កើត layer ដោយសារតែនៅក្នុងបន្ទប់ទឹកយើងគឺយើងមានជាប្រភេទការ៉ូបាតការ៉ូជាងហើយនឹងមាន map ណាអញ្ចឹងលោកគ្រូដាក់ទី1សិនចុះអញ្ចឹងទី1វាជាការ៉ូបាតណាអញ្ចឹងគ្រូដាក់ floor time មកណា floor time ថាការ៉ូបាតអញ្ចឹងយើងបដូរពណ៌វាសិនតោះអញ្ចឹងលោកគ្រូសុំយកពណ៌ក្រហមចុះហើយយើងបង្កើតទំហំវាតិចទៅយក 0.3 មីលីម៉ែត្រណាហើយយើងមានជាប្រភេទការ៉ូមួយទៀតគឺជាការ៉ូជាងចឹងគ្រូដាក់លេខ1នេះគ្នាដើម្បីយើងស្រួលហៅវាមកប្រើអញ្ចឹងយើងប្រើពាក្យ wall tile មកណាហើយយើងបដូរពណ៌វាទៅលោកគ្រូសុំយកវាពណ៌លឿងចុះណាហើយទំហំវា 0.3 លីនេះគ្នាណាហើយយើងនៅសល់មួយទៀតគឺជា map ចឹងលោកគ្រូដាក់មក marble ណាចឹងលោកគ្រូសុំយកពណ៌វាទៅជាពណ៌បៃតងចុះណាអូខេបន្ទាប់ពីយើងធ្វើការបង្កើត layer ហើយយើងចាប់ផ្ដើមវាស់ប្រវែងដូចនេះគឺនៅក្នុងប្លង់នេះគឺគេបង្ហាញអំពីការ៉ូបាតដែរនេះយើងឃើញចាក់ស្ដែងនេះអញ្ចឹងយើងធ្វើការវាស់ប្រវែងមកអញ្ចឹងយើងប្រើ common មកគឺ polyline ទៅឬក៏យើងប្រើ rectangle ក៏បានក្នុងនេះណាអញ្ចឹងយើងបដូរ layer យ៉ាងសិនមកដាក់ទៅ layer យើងបានបង្កើតហ្នឹងគឺការ៉ូបាតណាអញ្ចឹងលោកគ្រូពណ៌ក្រហមអញ្ចឹងគ្រូចុចមក click នេះមកអញ្ចឹងយើងប្រមូលប្រវែងពណ៌ជុំវិញសងខាងហ្នឹងមកបន្ទាប់មកយើងធ្វើការប្រមូលបរិមាណនៅការងារការ៉ូបាតនេះជាទៅបរិមាណការងារការ៉ូយើងគិតជាការ៉េណាជាងលោកគ្រូចុចលើវាមកតោះមកយើង click ជា mouse ដើមមកយកពាក្យ property តោះយើងឃើញហើយថាវាមិនការ៉េណាយើងមើលក្នុងនេះគេដាក់មកនេះយើងរាប់វា6ខ្ទង់ចុងក្រោយទៅ2 4 6អញ្ចឹងវា 4.05 ម៉ែត្រការ៉េណាអញ្ចឹងលោកគ្រូបាន note តម្លៃវាហើយអញ្ចឹងការ៉ូបាតរបស់យើងគឺ 4.05 ម៉ែត្រការ៉េតាក់ទងជាមួយនឹងការ៉ូជាងម្ដងអញ្ចឹងការ៉ូជាងនេះគ្នាដែរលោកគ្រូបដូរទៅជា layer ការ៉ូជាងចុះណាអញ្ចឹងយើងមានជា wall tile អញ្ចឹងការ៉ូជាងគឺយើងបិទជុំវិញនឹងដូចគ្នាណាជុំវិញជាងយើងជុំវិញអញ្ចឹងលោកគ្រូអាចយកពាក្យ rectangle ក៏បានដែរឬក៏យើងប្រើ common polyline ក៏បានដែរណាចានេះដោយសារតែគ្រូយើងជា rectangle យើងស្រួលណាអញ្ចឹងប្រើពាក្យ rectangle ទៅអ
ចឹងលោកគ្រូចាប់ផ្ដើមមើលថាតើប្រវាយនឹងប្រមាណណាប្រវាយវាចឹងលោកគ្រូប្រើ comment មួយគឺ TL Inter ណាយើង select ទៅយើងឃើញថាប្រវាយវាគឺ 8.4 ម៉ែត្រណាហ្នឹងគឺជាប្រវាយព័ទ្ធជុំវិញរបស់វាណាបរិមាត្រវា 8.4 ម៉ែត្រតមកគ្រូធ្វើការគុណជាមួយនឹងកម្ពស់ណាកម្ពស់នៃអញ្ចាំងទៅព្រោះក្រអញ្ចឹងរៀបលើអញ្ចាំងណាអញ្ចឹងយើងមានជាប្រវាយព័ទ្ធជុំវិញយើងគុណជាមួយកម្ពស់មកតមកគ្រូធ្វើការមើលទៅលើប្លង់វិញមើលប្លង់ពុះណាអញ្ចឹងមើលប្លង់ពុះនៅក្នុងនេះគឺគេបានលម្អិតឲ្យយើងហើយនៅត្រង់ប្លង់ពុះ AA នេះ section AA អញ្ចឹងគឺយើងមកមើលប្លង់ section AA ណាអញ្ចឹងគ្រូឃើញថានេះគឺជាកម្ពស់នៃក្រអញ្ចាំងរបស់យើងណាគឺគេយកវា 2.7 ម៉ែត្រណាក្នុងនេះគឺគេរៀបជាអញ្ចឹងយើងផ្ដេកណាគឺយើងក្រអញ្ចឹងនេះគឺមុខកាត់យើងដឹងហើយគឺយើង36ណាអញ្ចឹងអានេះគឺគេរៀបផ្ដេកវាគេរៀបយកកម្ពស់វាឡើងទៅលើគឺ30កន្លែងបន្ទប់ទឹកខ្លះគេអាចរៀបយកកម្ពស់ឡើងទៅលើ60អញ្ចឹងទៅណាអញ្ចឹងនៅក្នុងនេះគឺកម្ពស់ការ៉ូស្រុកនេះគឺ 2.7 ម៉ែត្រអញ្ចឹងលោកគ្រូគុណមកគឺយើងបានផ្ទៃកាឡាមួយប៉ុន្តែវាមិនមែនជាផ្ទៃកាឡានៃការ៉ូចេញទាំងអស់នៅឡើយទេគឺយើងត្រូវការដកនៅផ្ទៃកាឡាមកទ្វារចេញដោយសារតែមកទ្វារនេះគឺយើងអត់មានរៀបការ៉ូចូលទេយើងដកចេញអញ្ចឹងលោកគ្រូចាប់ផ្ដើមមកធ្វើការដកផ្ទៃកាឡាមកទ្វារចេញណាដែលយើងមើលឃើញរូបជាក់ស្ដែងនេះចឹងឥឡូវនេះលោកគ្រូធ្វើការកណិតការមកទ្វារចុះចឹងគ្រូប្រើ rectangle ដែរមកចឹងគ្រូចាប់ផ្ដើមប្រើប្រាស់នេះ property មកយើងឃើញថាផ្ទៃកាឡាម៉ែនេះ246ចឹង 1.92 ម៉ែត្រការ៉េចឹងហើយអាហ្នឹងគឺជាទ្វាររបស់យើងទៀតអត់មានបានបិទការ៉ូអញ្ចឹងទេយើងដកចេញចឹងយើងដកចេញមក 1.92 ណាអូខេមុនហ្នឹងលោកគ្រូវាស់ឃើញ 1.90 តែអីទេវាស្បៀងគ្នាទួចណាអញ្ចឹងនៅក្នុងនេះគឺយើងទទួលបានបរិមាណសរុបទៅយើងស៊ីសននេះឃើញ 22.68 ឬយើងអាចថា 22.7 ការ៉េក៏បានដែរណាអញ្ចឹងនេះគឺជាបរិមាណនៃការងារការ៉ូរបស់យើងសរុបណាតាក់ទងជាមួយនឹងការ៉ូអញ្ចឹងតមកយើងនៅសល់មួយទៀតគឺ map ណាគឺយើងមាន map អញ្ចឹងនៅក្នុងនេះគឺយើងបដូរមកជាmarble ទៅអញ្ចឹងនេះ map គឺយើងបិទនៅកន្លែងនេះណាអាកន្លែងចានដែលយើងធ្វើការលាងមុខយើងលាងដៃក្នុងទប់ទឹកអាហ្នឹងគឺយើងប្រើប្រាស់ map នេះអញ្ចឹងគឺយើងវាយពាក្យ rectangle មក REC មកវាស់វាទៅឃើញប្រហែលដែរអញ្ចឹងយើងคลิกលើ property យើងឃើញហើយណាតែវាប្រហែល246អញ្ចឹង 0.48 ការ៉េអញ្ចឹងឡើយនេះគឺយើងធ្វើការរៀបជា map ដែរណាអញ្ចឹងលោកគ្រូកែនេះទៅបានឃើញ 0.48 ការ៉េណាមុននេះគឺជាឧទាហរណ៍តូចមួយទៀតដែលនិយាយអំពីការប្រមូលបរិមាណការងារការ៉ូក្នុងបន្ទប់ទឹកអញ្ចឹងបើចង់ធ្វើការសិក្សាលម្អិតអំពីការប្រមូលរកនៅបរិមាណការងារការ៉ូក្នុងអគារមួយទាំងមូលអញ្ចឹងបងប្អូននិស្សិតសំណង់ស៊ីវិលនិងបងវិស្វករសំណង់ស៊ីវិលទាំងអស់អាចធ្វើការចុះឈ្មោះចូលរៀននៅវគ្គខ្លីយើងនេះគឺវគ្គ BOQ និង Project Planning នេះនៅសាលាបណ្ដុះបណ្ដាលជំនាញគូប្លង់និងសំណង់ស៊ីវិលដូចដែលមានបង្ហាញជាអាសយដ្ឋាននិងលេខ Telegram នៅក្នុងវីដេអូនឹងតែម្ដងណាអញ្ចឹងយើងជួបគ្នាឆាប់ៗនេះអរគុណច្រើន